ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាប្រហែលជាខានលើសំឡេងបែបហ្នឹងយូរហើយត្រូវទេពុកម៉ែបងប្អូនចាពីមុនខ្ញុំឧស្សាហ៍ធ្វើ review ណាតែក្រោយមកខ្ជិលអូយខតថតតែរៀលខ្លីៗតិចតិចផុសចឹងណាបងប្អូនចាឥឡូវនេះសូមមកស្ដាប់នៅសំឡេងរបស់នាងខ្ញុំដូចកាលពីមុនចាដោយសារថ្ងៃនេះខ្ញុំមានអារម្មណ៍ល្អខ្ញុំឧស្សាហ៍ចាបងប្អូននេះគឺជាទស្សនវិជ្ជាទីថាច្រឡំកពតអីចាមិនមែនទេគឺនឹងប្រសិទ្ធយើងនឹងឯងបងប្អូនចាពលឺពេលល្ងាចគឺថាជះមកលើផ្ទៃមុខគឺថាពណ៌មាសស្រស់ស្អាតមែនតែនចាក៏ទៅនៅកន្លែងនឹងខ្ញុំធ្លាប់មកថតតាំងពី8ឆ្នាំមុនជីកាត់កន្លែងនឹងរហូតចាយល់រួមអ្នកទៅថតប្រសិទ្ធតែអឺរ៉ាជីកាត់តាមហ្នឹងឯងចាហើយកន្លែងហ្នឹងគឺកន្លែងដែលខ្ញុំធ្លាប់ថត sport ចាកន្លែងដែលខ្ញុំចង់អល់ហ្នឹងចាគឺខ្ញុំចង់រឹងព្រោះពីមុនបងប្អូននឹងស្រាប់ហើយខ្ញុំជាតួមួយដែលមិនសូវជាមានប្រូលេងទេលក្ខណៈថាយើងជាតួ background ចឹងមកមួយថ្ងៃថតម៉ាស៊ីននឹងគ្មានប្រូលេងទៀតអញ្ចឹងចង់រឹងដេចាថ្ងៃខ្លះក្រោកទាំងម៉ោង2ម៉ោង3មកដល់ប្រសិទ្ធចាប្រសិទ្ធអូយ8ឆ្នាំមុនឆ្ងាយបងប្អូនចាឆ្ងាយតែមែនតើហើយផ្លូវគឺផ្លូវក្រហមគ្រោះក្រហមទេចាមិនមែនដូចឥឡូវក៏ស៊ូគ្រប់កន្លែងបេតុងគ្រប់កន្លែងទំនើបអស់ទាស់ស្រួលបដ ாய் បងប្អូនទាំងអស់គ្នាចាហើយថ្ងៃនេះដែរគឺខ្ញុំថតរឿងប្តីបងសង្សារប្អូនចាដែលមានចាក់ផ្សាយនៅក្នុង page ប្អូនស្រី GNC ចាបងប្អូនគាត់នៅចំណងជើងរឿងប្តីបងសង្សារប្អូនចាញ់ហើយចានេះពលឺពណ៌មាសបងប្អូនស្អាតខ្លាំងមែនតែនហើយទស្សនវិជ្ជាដែលខ្ញុំស្រឡាញ់ជាងគេគឺពលឺពេលល្ងាចនឹងឯងចាជះមកព្រាកចាហើយសកម្មភាពនេះគឺជាប្លង់មួយដែលខ្ញុំចាសប្បាយអហ្មងចាព្រោះបើទោះជាគេដៀលក្បាលខ្ញុំពិតមែនប៉ុន្តែខ្ញុំសប្បាយចិត្តត្រង់ថាកម្មពៀតន់ហន់ភ្លាមនៅក្នុងរឿងហ្នឹងតែម្ដងចាព្រោះអីត្រូវបានកូនបង្កើតចាអូយមិនធម្មតាទេច្រើននេះចាម៉ែកូនគេឆ្លោះគ្នាតែក្បាលតែកតុយដោយសារតែគេយកលុយមកឲ្យកូនស្រីខ្ញុំចាអញ្ចឹងខ្ញុំជាម្ដាយរបស់កូនស្រីគឺថាអែមរបស់គេដែរបងប្អូនចានេះប្លង់តលាយបងប្អូនអ្នកគ្នាចាម៉ែកូនគេឆ្លោះគ្នាហើយសម្រាប់ខ្ញុំវិញគឺខ្ញុំឈរមើលទាំងសប្បាយចិត្តបើទោះជាក្នុង script រឿងម្ដាយរបស់តួប្រុសហ្នឹងមកដៀលក្បាលខ្ញុំក៏ដូចជាកូនស្រីខ្ញុំក៏ពិតមែនប៉ុន្តែកម្មវិធីតន់ហន់នៅក្នុងរឿងហ្នឹងតែម្ដងអូយក៏តែមនុស្សខ្ញុំចង់ឈ្នះចង់ចាញ់គេទាំងក្នុងរឿងរហូតដល់ក្រៅរឿងចានេះថេនីតួថេនីចាជាតួអង្គកូនស្រីរបស់នាងខ្ញុំចាហើយស្មីគឺជាតួអង្គកូនប្រសាដែលនាងខ្ញុំអត់ពេញចិត្តសោះតែម្ដងណាបងប្អូនអរគ្នាវគ្គហ្នឹងបងប្អូនបានទស្សនានៅចាដោយសារតែខ្ញុំរវល់ថតអញ្ចឹងអត់ដឹងថាគេចេញដល់ណាដល់ណីហើយទេចានេះខ្ញុំជាមួយនឹងកូនពៅចាគេថាកូនពៅខ្ញុំពិបាកឈ្មោះពិបាកហៅតែខ្ញុំសម្រាប់ខ្ញុំគឺអត់ពិបាកហៅទេបងប្អូនចានេះស្ដាប់គេបដាគេថាចុកទ្រូងបដាពីព្រោះអីគេដៀលយើងកប់មាត់ពេកសិនតែគេចាស់សក់សហ្នឹងចាលេបលុយគេលេបតែប៉ុន្តែខ្ញុំអត់បានលេបទេចាបងប្អូនគឺកូនប្រុសរបស់គាត់ហ្នឹងល្ងងភ្លើយកមកឲ្យខ្ញុំចាយខ្លួនឯងសោះហើយមកដៀលក្បាលខ្ញុំហើយសំណាងឲ្យប្លង់នឹងអត់មានខ្ញុំបើមានខ្ញុំវិញត្រូវឆ្លោះគ្នាបាច់អាចបាច់នោមមកបងប្អូនចានេះចាខ្ញុំមិនមែនផ្ដន់គេតែក្នុងរឿងណាចាក្រៅរឿងក៏ឈរផ្ដន់ទៀតដែរមិនធម្មតាទេមនុស្សខ្ញុំគឺយ៉ាងគុំគូនសាហាវដែរជេរខ្ញុំក្នុងរឿងសោះក្រៅរឿងខ្ញុំនឹងមើលនិយាយលេងទេបងប្អូនចាដោយសារខ្ញុំភ្លេចខ្លួនចូលតួជ្រុលដែរចាមនុស្សខ្ញុំណាចរិតបែបហ្នឹងមិនមែនអត់បងប្អូនចានេះគឺគ្រួសារគេមានខ្លាំងណាបងប្អូនចាមិនមែនមានធម្មតាទេចាតួប្រុសគឺថាមានកប់ពពកមើលស្បែកជើងរបស់ម្ដាយគេទៅដឹងហើយបងប្អូនមើលខ្សែដៃគាត់ទៅក៏ដឹងហើយចាយករួមជាពេកនឹងដៀលខ្ញុំតាំងពីភាគ1ចាតាំងពីភាគ1បដ ாய் រហូតដល់8ឆ្នាំក្រោយមកកូនស្រីខ្ញុំមានប្តីមានកូនប៉ុណ្្នឹងហើយនេះចាក៏នៅតាមប្របែកដែរអញ្ចឹងពិតជាមិនធម្មតាទេជាពេកសាហាវព្រៃផ្សៃតែម្ដងបងប្អូនចាជីសំបីតែក្មេងគ្នាដឹងអីសោះច្អល់គ្នាដែរបងប្អូននឹងគិតមើលចាហើយនេះតួជីដូនឈើមើលចៅខ្ញុំគាត់ថាមានអារម្មណ៍មិនដែរពេលគេជេរចៅអញ្ចឹងណាគាត់ថាធម្មតាទេព្រោះអីថតកុនតែប៉ុណ្ណឹងជំនាន់គាត់ថតបត់ព្រៀបសវត្តថតបត់និយាយរួមហងមាសឡើងឆ្អែតទេថោននេះហ្នឹងអត់បានទេណាអ្នកភូមិម្ដុំហ្នឹងសាក់ជើងចាស់ជើងតារាសំដែងទាំងអស់តែម្ដងចាយាយលេងអត់មានតាក់ប្រូទេចាកន្លែងហ្នឹងឯងខ្ញុំសប្បាយចិត្តហើយសើចលឺជាងគេនៅក្នុងរឿងទៀតចានៅពេលដែលឃើញគេច្រានចាគាត់ដួលអ្នកដែលច្រាននោះគឺជាកូនប្រុសរបស់គាត់ដែលគាត់ស្រឡាញ់ស្ទើលេបយ៉ានេះកូនស្រីពៅខ្ញុំហត់ទៅហៅខ្ញុំហើយខ្ញុំនិយាយអស់ចាស់កំពុងលេងលបែងចិត្តឈ្នះហើយណាកូនស្រីពៅនេះមកហៅឈ្មោះឡរិនចាឡរីម្នាក់ហៅតឡរិនសង្សារវណ្ដាឡដូចគ្នាទៅឡរីចាអញ្ចឹងណាហើយគេថាបាក់ហៅខ្ញុំអត់បាក់ហៅទេឡរីកូនស្រីពៅខ្ញុំមិននឹងជាមុខកាត់ទៅណាទេវាព្រោះស្អាតដាច់ខ្ញុំពីអ្នកម៉ែកូនឈើស្ដាប់គេជេរនឹងអញ្ចឹងដូចរ៉េបវិញជពេកនឹងជេរខ្ញុំដូចរ៉េបអញ្ចឹងចាសប្បាយមកបងប្អូនចាប្លង់ហ្នឹងគឺខ្ញុំបានកាត់ផុសខ្លីៗហើយបងប្អូនអាចចូលទស្សនាបាននៅក្នុងเพจរបស់ខ្ញុំនឹងឯងចាអរគុណច្រើនបងប្អូនសម្រាប់ការចូលទស្សនាចាក៏ដូចជាអរគុណទៅដល់បណ្ដាเพจក៏ដូចជាបងប្អូនផលិតករ
ផលិតកម្មចាកូនទាំងអស់ដែលតែងតែផ្ដល់ការងារឲ្យរូបនាងខ្ញុំចាថាតិចច្រើនតិចក្តីច្រើនក្តីចាហើយជាតួអង្គអីក៏រូបនាងខ្ញុំស្ម័គ្រចិត្តលេងដែរចាលើកលែងតែម្យ៉ាងទេចាតួអដែងនេះអញ្ចឹងណាចាកន្លែងនេះខ្ញុំសើចមែនតើណាបងប្អូនខ្ញុំសើចលេងខ្ញុំសើចឌឺមែនតើឥឡូវហ្នឹងសូមឲ្យបញ្ចូលសលេងហ្នឹងខ្ញុំអស់សំណើចដែរខ្ញុំសប្បាយចិត្តហ្មងចាពួកគេឌីរក្បាលយើងសុកស្រាប់តែកូនច្រើនបាសដៃបាសជើងចាដួលទីណាត់ទីណែងហើយចុះរឿងអីខ្ញុំមិនសប្បាយចិត្តមែនអត់បងប្អូនទាំងអស់គ្នាចាអញ្ចឹងសូមអរគុណជួបគ្នានៅវីដេអូក្រោយចាថ្ងៃទី15នេះគឺខ្ញុំមានថតជាមួយធីមបងប្អូនទៀតហើយរឿងភាគតអញ្ចឹងបងប្អូនកុំគិតថាអីយ៉ាយូរណាស់ចេញមកភាគខាន2ថ្ងៃឯបានទៀតអញ្ចឹងដោយសារតែតួរវល់ចាតួរវល់ណាត់តួបានកាមេរ៉ារវល់អញ្ចឹងទៅបងប្អូនអញ្ចឹងមានការលំបាកដែរដោយសារតែធីមបងប្អូនអត់មិនមែនជាធីមដែលមានបុគ្គលិកស៊ីប្រាក់ខែអីទេគឺ freelance ទាំងអស់គ្នាអញ្ចឹងការប្រមូលផ្ដុំរៀងពិបាកបន្តិចចាហើយអរគុណច្រើនបាយម្ដងទៀតជំរាបលាហត់ហើយអស់ពាក្យនិយាយពីវីដេអូដដែលណាបងប្អូនអរគ្នាចាចាំមកខ្ញុំចង់ review ហ្នឹងព្រោះឲ្យខ្លាចបងប្អូនធុញនៅសម្ដែងរបស់នាងខ្ញុំចាអរគុណម៉ែកុំមកប៉ះពាល់ប្រពន្ធខ្ញុំពុំមានសិទ្ធិតែពោអត់ដល់ចូលមកបងមានរឿងអីកើតឡើងហ្នឹងបានហើយចូលយើងអត់តែបើលេងលុយយកទៅមកយំទីកាត់យ៉ារំងើមកទៅទឹកណាតណាអារម្មណ៍ជប់ដល់ដែរមានស្នាមជួយនេះផងមកយំចេញមកយំទៅដាក់កាត់បោះទៅយោយ៉ាមានចាក់កោតម៉ែកុំមកប៉ះពាល់ប្រពន្ធខ្ញុំពុំមានទេពោឯងមិនដែរជួយចាក់ដាក់ម៉ែទេឯងក៏មួយគេដល់ដាក់ហ្នឹងតែអូនឯងល្មមដឹងខ្លួនហើយគេដាក់ស្បែកឯងហើយម៉ែឯងទៅកន្លែងខ្លាចទៅបងម៉ែទៅកុំមកថោកគៀបជាមួយខ្ញុំនឹងធានាជាគូអនាគតម៉ែទទួលស្គាល់ទៅថាខ្ញុំនឹងធានាជាគូអនាគតជាមួយឯងត្រូវបោះគេហើយឯងចាប់ពាក់ខ្លួនឡើងកូនទៅផ្ទះវិញទៅកុំនៅនឹងទៀតខ្ញុំបើម៉ែមិនទទួលស្គាល់ទេកាត់ការកូនមិនចង់